បាទជំរាបសួរពុកម៉ែបងប្អូនប្រជាកសិករថ្ងៃនេះរួចដៃពីការងារចូលមកឃ្លាំងថតម៉ាស៊ីនបងប្អូនមើលណាទីតាំងនេះថតនៅក្នុងក្រុងពោធិ៍សាត់បងប្អូនណានៅក្រុងពោធិ៍សាត់ឃ្លាំងរបស់ហ៊ីអេងហុកហើយខ្ញុំចូលដល់ហ្នឹងបងប្អូនដល់ហ្នឹងទីតលាយស្រួលហើយធំហើយវ៉ាន់ច្រើនអញ្ចឹងបងប្អូនចង់ទិញដំណើរក៏បានដែររំលោះហើយតោះចូលការងារយើងបន្តិចឥឡូវនេះម៉ាស៊ីនមានច្រើនបងប្អូនពេញឃ្លាំងតែម្ដងអញ្ចឹងបងប្អូនអត់ចាំបាច់រងចាំទៀតទេបើសិនជាបងប្អូនត្រូវការ120 108 70ច្រក70បូមមានប្រសពទាំងអស់បងប្អូនណាអត់មានតែ105ទេ105អត់មានទេបងប្អូនណាជាក់ថ្មីក៏អត់អាចាស់ក៏អត់ហើយបងប្រុសម្នាក់ដែលគាត់ហើយខំរោមម៉ាស៊ីន70ច្រកចឹងអត់មានទេបងអើយ70ច្រកអាមកទឹកហ្នឹងមានតែថ្មីណាដូចជាកម្រមានណា70ច្រកដូចកម្រមានមែនតើបងប្អូនហើយត្រឡប់មកការងារនេះវិញបងប្អូនឃើញជាក់ស្ដែងនឹងច្រើនអញ្ចឹងបើសិនជាពុកម៉ែបងប្អូនចង់បានហើយខ្វះថវិកាមិនមានលុយគ្រប់គ្រាន់អាចទៅមកក្នុងក្រុមហ៊ុនប្រាច់បរិបទ KLC យើងបានណាតាមរយៈលេខទូរស័ព្ទរបស់ខ្ញុំដាក់ខាងលើនេះក៏បាន comment ជាវីដេអូសួរឆ្លើយបានតម្លៃអើយ108ដូចជានៅ46បងប្អូននៅ46000ហើយ70ច្រកនេះដូចជា27បន្តិចបងប្អូនចឹងវារៀងចោះជាងម៉ានមួយខែមុន2ខែមុនរឿងថ្លៃបងប្អូនចុះតិចទេណាចឹងពុកម៉ែបងប្អូនចូលរួមចាប់ពី30%មកក៏បានប៉ុន្តែបើសិនជាពុកម៉ែបងប្អូនរំលោះបងប្អូនបើសិនជាករណីពិសេសឥឡូវនេះវាមានការប្រាក់ពិសេសបងប្អូនណាតែ0.7ទេបើសិនជាករណីពុកម៉ែបងប្អូនមានការប្រាក់មានប្រាក់ចូលរួមមុនចាប់ពីពាក់កណ្ដាលឡើងទៅ50%ហើយ50%ទៀតបងប្អូនដាក់បង់ប្រចាំខែហើយម៉ាស៊ីនចូលយូរបំផុតបាន4ឆ្នាំបងប្អូនណាអញ្ចឹងបើសិនជាករណីបងប្អូនមានលុយពាក់កណ្ដាលមុនក្រុមហ៊ុន KLC បងប្អូននឹងទទួលបានអត្រាការប្រាក់ពិសេសតែ0.70បងប្អូន10000ចុង$70ធូរមែនតើបងប្អូននេះជាលើកដំបូងណាអត់ដែលមានទេតាំងពីបើកក្រុមហ៊ុនមកហើយខ្ញុំគិតថាធនាគារក៏មិនអាចធ្លាក់ដល់ប៉ុណ្ណឹងដែរធនាគារខ្ញុំនិយាយទៅខ្ញុំកម្រជួប0.7នេះខ្ញុំអត់ដែលឃើញទេបងប្អូននិយាយចឹងវិញមិនថាมันមានទេប៉ុន្តែខ្ញុំអត់ដែលជួបទេធនាគារ0.7នេះអញ្ចឹងគូបតាយើងហើយខាង KLC យើងមានណាប៉ុន្តែបញ្ជាក់ថា0.7នេះគឺមានតែបងប្អូនត្រូវបង់ការប្រាក់គេពេញអញ្ចឹងគេអត់ free ឲ្យបងប្អូនទេការប្រាក់ណាការប្រាក់គេយកពេញប៉ុន្តែការប្រាក់ទាបបងប្អូនទាបមែនតើហើយលក្ខខណ្ឌចូលរួមមានលុយពាក់កណ្ដាលមុនមកមានប្តីមានប្រពន្ធមានអ្នកធានារឹងមាំម្នាក់ប្រវត្តិល្អក្នុងធនាគារតែប៉ុណ្ណឹងបងប្អូនតែប៉ុណ្ណឹងហើយយើងដាក់ពាក្យមកប៉ុន្តែជាប់ឬធ្លាក់អានឹងចាំមើលចិត្តស្ដែងសិនណាព្រោះខ្លាយលោកបងប្អូនមានប្រវត្តិមិនល្អក្នុងភូមិឬក៏លក្ខខណ្ឌបងប្អូនអត់ត្រូវជាមួយក្រុមហ៊ុនហ្នឹងក៏ពិបាកដែរណាអញ្ចឹងអរគុណខ្ញុំមានតែប៉ុណ្្នឹងទេ